Cam Top Thích សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្លីៗស្ដីពីកន្លឹះល្អៗពី Cam Top Tech ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃនៅពេលនេះ Cam Top Tech សូមបង្ហាញជូនអ្នកទាំងអស់គ្នាអំពីកន្លឹះខ្លីមួយទេទាក់ទងទៅនឹងរបៀបនៃការធ្វើឲ្យ smartphone ប្រភេទ LG អានភាសាខ្មែរបានគឺចង់និយាយថាបន្ទាប់ពីបងប្អូននិងប្រិយមិត្តបានធ្វើការតម្លើងអក្សរខ្មែរនៅលើ LG ហើយជាពិសេស smartphone ប្រភេទ LG ចាប់ពី version 4.1.2 ឡើងទៅគឺវាអាចអានភាសាខ្មែរបានស្រាប់តែម្ដងហើយស្រាប់តែ version 4.1.2 ឡើងទៅនឹងអានភាសាខ្មែរបានវាជារឿងមួយគួរឲ្យឆ្ងល់មែនតើអញ្ចឹងវិធីក្នុងការធ្វើឲ្យអានបានបន្ទាប់ពីវាមាន version 4.1.2 ឬក៏ smartphone នឹងបាន root ហើយបានទម្លាក់ font ខ្មែរចូលនៅក្នុង system របស់វាហើយតែនៅតែអានមិនបានCam Top Tech នៅបង្ហាញពីដំណោះស្រាយដំបូងឡើយសូមអ្នកទាំងអស់គ្នាចូលទៅមើល website របស់ Cam Top Tech លេងសិនដើម្បីឲ្យដឹងថាតើវាអានខ្មែរបានឬក៏អត់បាទនេះអ្នកទាំងអស់គ្នាគឺជាគេហទំព័ររបស់ Cam Top Tech ឃើញតែអក្សរអង់គ្លេសទេអត់ឃើញខ្មែរសោះអញ្ចឹងប្រហែលជា smartphone នឹងគាត់អត់ចេះខ្មែរអញ្ចឹងយើងធ្វើឲ្យគាត់ចេះខ្មែរយើងចូលទៅកាន់ setting បាទបន្ទាប់មកយើងចូល setting មកហើយទៅយើងយកត្រង់កន្លែងdisplay បាទថាយក display មកបន្តមកទៀតសូមអ្នកទាំងអស់គ្នាថាយកត្រង់កន្លែង font Thai បាទនេះ font Thai បន្តមកនេះអ្នកទាំងអស់គ្នាឃើញស្រាប់ហើយ font Thai ប្រភេទ font គឺប្រភេទពុម្ពអក្សរវាមានច្រើនបែបច្រើនម៉ាកអញ្ចឹងទៅវាមានតាំងពីរបស់ LG ហើយមានរបស់ផ្សេងទៀតតាំងក្បាច់កវីនហ្នឹងឥឡូវយើងអត់ជ្រើសរើសយកអាមួយហ្នឹងនៅលើទេគឺយើងជ្រើសរើសយក Roboto នៅខាងក្រោមគេបំផុតនៅពេលដែលយើងជ្រើសរើសយក font Thai គឺប្រភេទពុម្ពអក្សរឈ្មោះថា Roboto ហ្នឹងទៅធ្វើឲ្យ smartphone LG របស់យើងគាត់ស្គាល់ខ្មែរហើយអញ្ចឹងយើងជ្រើសរើសមកគឺយើងយក Roboto មកបន្ទាប់មកសូមអ្នកទាំងអស់គ្នាចូលទៅកាន់ home វិញហើយបើកម្មវិធីសម្រាប់បើកអ៊ីនធឺណិតចូលទៅកាន់គេហទំព័ររបស់ Cam Top Tech មើលព្រោះគេហទំព័ររបស់ Cam Top Tech ទុកទៅដោយភាសាខ្មែរគ្រាន់តែចុចយក Roboto ភ្លាមគឺធ្វើឲ្យយើងអាចអានភាសាខ្មែរបានតែម្ដងនៅក្នុងលក្ខខណ្ឌដែល smartphone ហ្នឹងមាន version Android ចាប់ពី 4.1.2 ឡើងឬក៏ smartphone ហ្នឹងបានទម្លាក់ font ខ្មែរចូលទៅក្នុង system របស់វាហើយតែมันអាចអានភាសាខ្មែរបានគ្រាន់តែជ្រើសរើសយក Roboto នៅក្នុង setting display គឺជាការស្រេចតែម្ដងនេះគឺជាកន្លឹះដ៏ខ្លីមួយដែល Cam Top Tech ចង់ជម្រាបជូនដល់អ្នកទាំងអស់គ្នាដែលមិនចាំបាច់ខ្វាយខ្វល់ទេបើសិនជា smartphone របស់អ្នកទាំងអស់គ្នាបានទម្លាក់ font ខ្មែរចូលទៅក្នុង system ឬក៏មាន Android ចាប់ពី version 4.1.2 ឡើងនោះកុំបាច់បារម្ភអីសូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានទស្សនាវីដេអូស្ដីពីរបៀបនៃការដាក់ឲ្យ smartphone ប្រភេទ LG របស់យើងដែលយើងបានទម្លាក់ font ខ្មែរចូលក្នុង system ឬក៏មាន Android 4.1.2 ឡើងនោះអាចអានភាសាខ្មែរបាន Cam Top Tech មានលក់វីដេអូមេរៀនស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីនេះគឺជាឱកាសល្អសម្រាប់បងប្អូននិងប្រិយមិត្តដែលមិនអាចមកសិក្សាជាមួយនឹង Cam Top Tech ដោយផ្ទាល់គឺអ្នកទាំងអស់គ្នាអាចទិញមេរៀនស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីពី Cam Top Tech យកទៅសិក្សាដោយខ្លួនឯងវីដេអូដែល Cam Top Tech នឹងលក់ជូនដល់អ្នកទាំងអស់គ្នានេះCam Top Tech ធានាថានឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានចំណេះចេះដឹងយ៉ាងពិតប្រាកដទាក់ទងនឹងរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីជាជាមិនខានចំពោះវីដេអូមានពីរប្រភេទគឺវីដេអូកំពុងតែបង្រៀនដោយផ្ទាល់និងវីដេអូមួយទៀតបង្ហាញអំពីរបៀបនៃការ update ឬ restore ឬក៏ទម្លាក់ version ដោយផ្ទាល់តែម្ដងដោយមានការបញ្យល់យ៉ាងល្អិតល្អន់និងមួយទៀត Cam Top Tech ក៏មានបន្ថែមជូននៅសៀវភៅស្ដីពីរបៀបនៃការជួសជុលទូរស័ព្ទផ្នែកកម្មវិធីទៅជាមួយផងដែរសូមតាក់ទងមកទិញវីដេអូស្ដីពីរបៀបនៃការបង្រៀនជួសជុលទូរស័ព្ទផ្នែកកម្មវិធីតាមរយៈលេខទូរស័ព្ទ098 21 37 36